គឺជាប្រភេទយន្តហោះAirbus A320 មកពីទីក្រុងShanghai ហើយធ្វើការចុះចតនៅអាកាសយានដ្ឋានតេជោ International Airport ដែលចេញពីម៉ោងទីមកដល់ទីនេះម៉ោង11:50បាទចុះចតហើយបាទ Spring ដែរបាទ Spring Airline វាកាត់នឹងដីអូកាត់ខ្នល់អូហើយផ្សៃសំខាន់ហើយផ្សៃនឹងតម្រង់បាទនេះគឺជាប្រភេទ Airbus A320 មកពីក្រុងបាងកកបាទដែលចេញពីនោះមកម៉ោង 10:56 មកពីទីក្រុងបាងកកឥឡូវយើងមើលកំពុងតែ landing ហើយបាទកង់វាក៏កាត់ជាមួយនឹងខ្នល់ runway ធ្វើឲ្យចេញជាផ្សែងបើសិនជានៅចិត្តវិញឆ្ងៀមតែម្ដងបាទឆ្ងៀមបាទនេះគឺជាក្រុមហ៊ុនអាកាសចរ Air Asia ប្រភេទយន្តហោះ A320 បាទហើយនឹងការចុះចតមកពីកលំបុលបាទជំនួសវាក៏កាត់ជាមួយនឹងខ្នល់បាទកង់វាបាទអូហើយផ្សែងបាទឆ្ងៀមវិញនៅចិត្តវាឆ្ងៀមហ្មងបាទអូលំទូទៅបាទគឺជាក្រុមហ៊ុនអាកាសចរ EVA Air ដែលហោះចេញពីទីក្រុងតៃប៉េមកភ្នំពេញដៃជោ International Airport ចេញពីនោះមកម៉ោង 9:29 ហើយមកដល់អាកាសយានដ្ឋានដៃជោ International Airport នៅក្នុងម៉ោង 11:24 បាទនេះគឺជា EVA Air បាទដែលខ្ញុំកំពុងតែផ្ដិតយករូបភាពផ្ទាល់តែម្ដងបាទហើយយើងមើលជាមួយគ្នាហើយមើលអំពីការទម្លាក់កង់របស់ของវាបាទបាទតែធំណាស់បាទធំមែនតែនបាទអូធំបាទvậy à bà cái đang trông ở đó rồi liên đời và tập hay bà mùi điều cật bạp say màថាទស្សនវិជ្ជានៅពេលនេះគឺ Boeing 737មកពីតៃប៉េបាទចុះនៅក្នុងប្រលានដៃជោ International Airport បាទហើយខ្ញុំកំពុងតែផ្ដិតយករូបភាពរបស់វាបាទខ្លាំងមែនទែនបាទវ៉ាវផ្សែងវាហុយទៅសិនវាក៏កាត់ជាមួយនឹងខ្នល់កង់វាគឺផ្សែងមកអូហុយមកហុយជុំបាទជាប្រភេទយន្តហោះAirbus A320 មកពីទីក្រុង Shanghai
ចេញមកម៉ោង5នាទីមកដល់ភ្នំពេញមានន័យថាអាកាសចរអាកាសយានដ្ឋានតេជោ International Airport នៅម៉ោង11:51បាទនេះគឺជារូបរាងរបស់ផងវាបាទរបស់ China Airlines ដែរអូបាទកំពុងធ្វើការ landing ហើយបាទហើយក៏មិនស្គាល់ដែរតែEva Air សុំទោសមិនមែនChina នេះទេគឺ Eva Air បាទបាទកង់បាញ់ផ្សាយអូបាទ landing ហើយបាទ safe ហើយ